សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់រឿងកំពូលអ្នកកាន់កាប់ធម្មពលនេះចម្បាំងក្រហមដែលជាភាគ3របស់យើងហ្នឹងហើយចំណែករឿងកំពូលអ្នកកាន់កាប់ធម្មពលបិសាចដែលមានមិនទាន់ចេញនោះទេចាំមើលភាគក្រោយអីបានតែមានចេញឥឡូវមានសូមសម្រាប់រឿងនេះបាន1ទៅ3ភាគសិនចាំយើងសម្រាប់រឿងនោះថ្មីតើយើងបន្តសាច់រឿងរបស់យើងតែម្ដងទៅជួបបើសិនជាអ្នកទាំងគ្នាមិនទាន់ចុច Subscribe និង Like Comment ម្នាក់មួយទេមានសូមឲ្យអ្នកទាំងគ្នាជួយពឹងចុច Subscribe និង Like Comment ម្នាក់មួយផងដើម្បីឲ្យមានកម្លាំងចិត្តធ្វើបន្តទៀតហ្នឹងហើយតោះយើងបន្តសាច់រឿងពីភាគមុនតែម្ដងទៅបន្តពីភាគមុនរបស់យើងនឹងលូហ្វានក៏មិនចង់ចាកចេញពីមីងរបស់គេនោះទេគឺចង់រស់នៅជាមួយមីងរបស់គេបានយូរប៉ុន្តែកលៈទេសៈលូហ្វានត្រូវតែរកវិធីដើម្បីរកសត្វនាគដើម្បីយកមកគ្រប់គ្រងដើម្បីយកធម្មពលដើម្បីធ្វើខ្លាចជាអ្នកចម្បាំងយ៉ាងទៅព្រោះអីលូហ្វានមានតែនាគទេដែលអាចមានកម្លាំងខ្លាំងដើម្បីធ្វើការប្រយុទ្ធឈ្នះគេមកគេផ្ញើសារមកលូហ្វានថាផែនទីកំណត់នឹងត្រូវបានផ្ញើមកលូហ្វានជារៀងរាល់ថ្ងៃតែម្ដងនាំថ្ងៃដំបូងនៃការចែកចាយត្រូវតែជាផែនទីកំណត់នៃកម្រិតព្រះហើយលូហ្វានក៏បានភ្ញាក់ផ្អើលខ្លាំងមែនទែនថាផែនទីកំណត់កម្រិតព្រះអាចប្រើបាននៅថ្ងៃដំបូងប៉ុណ្ណោះតាមលូហ្វានដឹងវាត្រូវបានគេហៅថាផែនទីកំណត់ដ៏អស្ចារ្យនៅពេលដែលវាត្រូវបានផ្ញើធ្វើសកម្មភាពនៅថ្ងៃដំបូងហើយប្រព័ន្ធកំណត់នេះបានសាកល្បងមុខងារកំណត់អត្តសញ្ញាណរបស់ខ្លួននៅថ្ងៃនេះប៉ុណ្ណោះប៉ុន្តែលូហ្វានក៏មិនយល់ពីលក្ខខណ្ឌរបស់កំណត់នេះនៅឡើយទេបន្ទាប់មកកម្រិតផែនទីកំណត់គឺកម្រិតមធ្យមបានចាប់ផ្ដើមមកហើយគេថាកម្រិតខ្ពស់គឺទេវកថា4និងកម្រិតទាបមានទេវកថាចំនួន3ប៉ុណ្ណោះហើយអាចត្រូវបានបញ្ចូលគ្នាទៅក្នុងផែនទីកំណត់កម្រិតខ្ពស់តាមរយៈប្រព័ន្ធឬហើយក៏ឲ្យលូហ្វានស្វែងរកកំណត់ទ្រព្យដែលទាក់ទងនឹងវិជ្ជាជីវៈដែលត្រូវគ្នានឹងរបស់លូហ្វានថាហាមុខរបរដែលត្រូវគ្នា Dragon Master ពិតជាត្រូវបានទទួលស្គាល់ថាជាអាជីពខ្សោយបំផុតមែនហើយនោះគឺដោយសារតែការបង្កើតពូជនាគគឺมันអាចអនុវត្តបានតែដរាបណាប្រព័ន្ធនេះបានល្អមានឱកាសឆ្លងកាត់រវាងអ្នកខ្សោយបំផុតនិងអ្នកខ្លាំងបំផុតហើយលូហ្វានក៏បាននិយាយថាមានតែកំណត់នេះទេជាក្តីសង្ឃឹមចុងក្រោយរបស់លូហ្វានសម្រាប់ការជាសះស្បើយឡើងវិញនៅជំងឺផ្លូវចិត្តរបស់គេដោយថាចង់ជួយរបស់មីងគេនឹងឯងព្រោះហើយលូហ្វានក៏បានបង្កើតពាក្យប្រយោគមួយខ្លួនឯងថាបើសិនជាខ្ញុំបោះបង់ពេលនោះខ្ញុំអាចរស់នៅបាតសង្គមអស់មួយជីវិតហើយបើតាមលូហ្វានបានឆែកនៅក្នុង Google Map ឲ្យបានឃើញថាមិនឆ្ងាយប៉ុន្មានពីទីក្រុងជៀងហៃនោះទេហើយបើសិនលូហ្វានទៅពេលយប់នោះពេលព្រឹកគេនឹងទៅដល់ឬហើយលូហ្វានក៏បានយើងនឹងទៅវាឲ្យបានឬហើយលូហ្វានក៏បានចាក់ចេញទៅកន្លែងកំណត់នោះតែម្ដងទៅឬហើយលូហ្វានក៏បានសរសេរសម្បត្តិទុកឲ្យអ្នកមីងរបស់គេផងដែរនៅពេលព្រឹកឡើងមីងរបស់គេដែលជាអ្នកមីងហានគីនឹងបានឃើញសម្បត្តិមួយហើយក៏បានឆ្ងល់ខ្លាំងមែនទែនតែនេះជាសម្បត្តិរបស់អ្នកណាតែពិតទៅគឺជាសម្បត្តិរបស់លូហ្វាននឹងឯងហើយលូហ្វានបានគិតម្នាក់ឯងនៅក្នុងឡានក្រុងថាអ្នកមីងកុំបារម្ភអីនេះអាចជាឱកាសរបស់លូហ្វានក្នុងការផ្លាស់ប្ដូរជោគវាសនារបស់ Jade Dragon Stone លូហ្វានមកទីនេះដើម្បីឲ្យជោគវាសនានិងគ្រួសាររបស់គេមានភាពធូរធារកុំឲ្យមានលំការលំបាកទៀតចឹងទៅដោយសារលូហ្វានបានអាណិតអ្នកមីងហានគីក្នុងការចិញ្ចឹមបីបាយរបស់គេតាំងពីតូចរហូតដល់ធំប៉ុណ្នេះអ្វីដែលរឿងប៉ុណ្ណឹងគេមិនអាចធ្វើបាននោះគេត្រូវតែធ្វើឲ្យបានហើយគេមកទីនេះគឺមានគោលបំណងក្នុងការស្វែងរកសត្វនាគដែលគេជាអ្នកដឹកនាំនឹងផងដែរប៉ុន្តែលូហ្វានមកទីនេះមិនមែនមកម្នាក់ឯងនោះទេគឺមានអ្នកមិនស្គាល់ទៀតផងបានមកប៉ះហើយមនុស្សគឺធំខ្លាំងមែនតើលូហ្វានឃើញបែបនេះគឺភ្ញាក់ផ្អើលខ្លាំងមែនតើដែលបានឃើញមនុស្សធំអញ្ចឹងឬហើយក៏មាននារីដ៏ស្រស់ស្អាតម្នាក់ផងដែរដែលបានមកទីនេះឬហើយក៏មានអាតាម្នាក់ដែលជាភ្នែកខ្វាក់ហ្នឹងឬមានបិទអីពណ៌ខ្មៅនោះនៅជាប់ភ្នែកបានមកកេះលូហ្វានផងដែរហើយអាពេលដែលមានភ្នែកមកជាហៀងហ្នឹងបានឲ្យលូហ្វានទៅជាមួយគ្នាដែលបានគ្នាចឹងទៅឬហើយលូហ្វានក៏បានគ្រវាសដៃអាតាពេលហ្នឹងចេញបាត់ទៅលូហ្វានគាត់ចង់ធ្វើដំណើរទៅម្នាក់ឯងប៉ុណ្ណោះក៏មិនចង់ទៅជាមួយគ្នានោះទេហើយពួកគេទាំង3នាក់ហ្នឹងបានឲ្យលូហ្វានគិតម្ដងទៀតដោយសារវានៅទីនេះគឺគ្រោះថ្នាក់ខ្លាំងណាស់ដែលនៅម្នាក់ឯងប៉ុន្តែលូហ្វានមិនជឿអ្នកទាំង3នោះទេលូហ្វានចង់ទៅតែម្នាក់ឯងប៉ុណ្ណោះរួចហើយពួកហ្នឹងនៅតែនិយាយដដែលសុំតប៉ៃជាមួយលូហ្វានហ្នឹងឯងហើយធ្វើដូចឯងហ្នឹងបារម្ភលូហ្វានណាស់អញ្ចឹងឬហើយមាននារីម្នាក់ដ៏ស្រស់ស្អាតម្នាក់ហ្នឹងក៏បានយកមកខ្សឹបប្រាប់លូហ្វានថាយើងគង់តែមានថ្ងៃជួបគ្នាវិញទេប្រុសស្អាតបាយដោយសារតែលូហ្វានមិនទៅជាមួយពួកគេនឹងដោយសារគេថាឃើញអាពីរអ្នកប្រុសហ្នឹងគឺគួរឲ្យកប់ខ្លួនខ្លាំងមែនតើមើលទៅហាក់ប្រៀបដូចបីជាអ្នកលួចអីចឹងណាដូចជាចោរអញ្ចឹងទៅលូហ្វានក៏មិនចង់ទៅជាមួយនោះទេខ្លាចគេចង់ធ្វើស្អីជាគាត់ចឹងទៅហើយលូហ្វានក៏បានគិតថានៅម្នាក់ឯងគឺមានសុវត្ថិភាពជាងនៅជាមួយពួកអស់ហ្នឹងឬហើយលូហ្វានក៏បានឆែកមើលផែនទីថាគោលដៅនេះហើយដែលកន្លែងទៅឬហើយក៏បានអឺតមើលហើយនេះជាគោព្រៃតែចំនួន3ក្បាលដែលលូហ្វានកំពុងលួចមើលពីក្រោយគូហើយទោះបីជាពួកអាសត្វអស់ហ្នឹងវាមិនធ្វើបាបដល់មនុស្សក៏ដោយក៏លូហ្វានមិននេះដែរលូហ្វាននៅតែភ័យអញ្ចឹងឬហើយលូហ្វានក៏បានធ្វើដំណើរទៅបន្តទៅមុខទាំងភាពភ័យខ្លាចតែម្ដងអូហូមើលទៅលូហ្វានដើរដូចជាញ័រខ្លាំងមែនតើមើលទៅសត្វអស់ហ្នឹងវាច្រើនហើយស្នែងវែងខ្លាំងណាស់ហើយចំណែកគូរបស់ពួកអស់សត្វហ្នឹងគឺទំនងខ្លាំងមែនតើរួចហើយលូហ្វានក៏បានដើរទៅមុខក៏បានជន់សត្វកង្កែបមួយសង្កេតស្រីសើ
ឬហើយអាសត្វទាំងអស់ហ្នឹងក៏បានដេញលូហ្វានតែម្ដងហើយនៅពេលលូហ្វានឃើញអញ្ចឹងមានអីរត់តែម្ដងទៅដាក់មេប្រូចលឿនជាងអេដមីនរត់ឆ្ងាយណាបើសិនជានៅហ្នឹងអាពួកសត្វអស់ហ្នឹងគឺដេញបុក3គូតលូហ្វានតែម្ដងហ្នឹងហើយលូហ្វានក៏បានងាកមើលឆ្វេងស្ដាំដើម្បីរត់គេចពីអាសត្វពួកអស់ហ្នឹងហើយលូហ្វានក៏បានហក់គេចទៅខាងគៀនទៅបាត់ទៅឬហើយក៏គេចខ្លួនពីអាសត្វបុកជុលនឹងបានទៅអេដមីនហៅអាសត្វបុកជុលនឹងចេះតែហៅទៅដឹងមិនថាសត្វអីហងដូចជាសត្វគោព្រៃឬក៏សត្វស្អីនោះទេហើយលូហ្វានហក់មកក៏ឃើញអាកង្កែបស្រែដែលនាំទុក្ខវេទនាដល់លូហ្វាននឹងផងដែរក៏ចង់សម្លាប់អាសត្វកង្កែបហ្នឹងប៉ុន្តែគឺមិនហ៊ាននោះទេហើយលូហ្វានក៏មិនខ្វល់នោះទេគាត់ចង់ធ្វើដំណើរទៅកន្លែងកំណប់របស់គេតែហ៊ានសម្រាប់អាសត្វកង្កែបនៅតាមផ្លូវហ្នឹងដឹងតែអំបិលបាត់ទៅហើយហ្នឹងហើយដល់ពេលលូហ្វានបានបើកមើលផែនទីក៏បានឃើញថាកំណប់នៅកន្លែងហ្នឹងឯងហើយលូហ្វានក៏បានងាកទៅអាយ៉ាឃើញថ្មមួយមានពណ៌ក្រហមអីហ្នឹងហើយកន្លែងកំណប់ហើយលូហ្វានក៏បានបើកកន្លែងហឹបនឹងតែម្ដងនេះហើយគឺជាកំណប់ទ្រព្យដែលអាចផ្លាស់ប្ដូរជីវភាពរបស់លូហ្វានបានហើយនៅពេលដែលលូហ្វានបានបើកចូលទៅគឺបានឃើញពងនាគពងនឹងគឺជាសុទ្ធនាគហ្នឹងឯងហើយនាគនេះគឺជិតកើតបាត់ទៅហើយនៅពេលដែលលូហ្វានកំពុងពិនិត្យមើលពងនាគហ្នឹងក៏មានសត្វចម្លែកដែលដូចជាសត្វជ្រោងមិនតែយើងតែមិនទេអេដមីនមិនស្គាល់នោះទេហ្នឹងហើយគឺជាសត្វជ្រោងពណ៌ប្រផេះក៏បានហក់មកចង់រកសម្លាប់លូហ្វានប៉ុន្តែលូហ្វានក៏បានដកកំបិតចាក់ជ្រុបតែអត់ងាប់ទេហើយអ្វីដែលសត្វកញ្ជ្រោងនោះបានវាប្រហារនោះគឺដោយសារអាចហូរឈាមជាមួយនឹងការវាប្រហារ3ដងនិយាយទៅគឺការវាប្រហារ3ដងគឺខ្លាំងទៅតែម្ដងអាសត្វកញ្ជ្រោងនឹងគឺអស្ចារ្យខ្លាំងមែនតើហើយមាត់របស់វានឹងពោពេញទៅដោយឈាមមើលតែភ្នែកវាទៅក៏ដឹងថាពណ៌ក្រហមណាស់ដែរហើយបើសិនជាចង់សម្លាប់សត្វកញ្ជ្រោងនោះបានដោយរលូនគឺឲ្យអាសត្វកញ្ជ្រោងនោះមកវាប្រហារលើយើងមុន3ដងមិនយើងចាក់សម្លាប់វាបានបន្ទាប់មកអាសត្វកញ្ជ្រោងក៏បានហក់មកខ្វាយយកចំនួន3ដងលូហ្វានបានឃើញឱកាសក៏បានចាក់យកតែម្ដងទៅនៅពេលដែលលូហ្វានបានចាក់សម្លាប់បាត់ទៅគេក៏បានប្រកាសថាគឺអស្ចារ្យខ្លាំងមែនតើដែលបានសម្លាប់អាសត្វកញ្ជ្រោងដែលអាចការបង្ហូរឈាមនឹងបានរួចហើយនៅពេលដែលលូហ្វានសម្លាប់សត្វកញ្ជ្រោងប្រភេទនោះបានបាត់ទៅអា3នាក់ដែលនោះនឹងក៏បានលួចមកនិយាយថាហាឯងគឺពិតជាខ្លាំងណាស់ដែលបានសម្លាប់សត្វកញ្ជ្រោងនេះបានរួចហើយលូហ្វានក៏បាននិយាយថាឯងតាមខ្ញុំប្រាប់ហើយថាខ្ញុំមិនចូលរួមដើរជាមួយនឹងឯងនោះទេហើយដើម្បីឯងមកតាមខ្ញុំអញ្ចឹងហើយនារីម្នាក់នោះក៏បាននិយាយទៅលូហ្វានថាវ៉ាវបរោះសង្ហាកុំខ្លាចអីអូនមិនធ្វើអីបងទេរួចហើយអាតាដែលមានខ្វាក់ភ្នែកនោះក៏បានសើចហេបរោះខ្លាំងបានសម្រាប់សត្វកញ្ជ្រោងដោយមិនមានជំនាញគឺសម្រាប់ដោយធម្មតាបានអស្ចារ្យខ្លាំងមែនតើរួចហើយលូហ្វានក៏បានខ្ញាល់ខ្លាំងមែនតើក៏បាននិយាយទៅពួកនឹងវិញថាបើសិនបើចង់បានស្បែកកញ្ជ្រោងនឹងក៏យកវាចេញទៅហើយឆាប់ចាក់ចេញពីទីនេះបើសិនជាចង់បានស្បែកសត្វកញ្ជ្រោងនេះយកទៅដល់ពេលយកហើយក៏មកតាមខ្ញុំទៀតណារួចហើយអាពួកនឹងនៅពេលបានអាសត្វកញ្ជ្រោងនឹងហើយគឺគេមិនអស់ចិត្តនោះទេគេចង់បានអាពងនានឹងបន្ថែមទៀតហើយចង់បានពងនានឹងចង់បានទៅស្អីបើសិនជាពងនានឹងញាស់ទៅលូហ្វាននឹងយកធ្វើជាជំនាញរបស់ខ្លួនដែលគ្រប់គ្រងស្រេចនានឹងរួចហើយនៅពេលនោះដែរអាបរោះធំជាងគេរៀងកម្ពស់ជិត3ម៉ែត្រនឹងក៏បានហក់មកដាក់លូហ្វានមួយដៃខ្ទាតយកតែម្ដងនៅពេលដែលលូហ្វានបានខ្ទាតដួលនោះនារីម្នាក់នោះក៏បានដកកំបិតមកភ្ជង់កគេតែម្ដងទៅរួចហើយបរោះដែលមានកម្ពស់ជាង3ម៉ែត្រនឹងក៏បានទៅយកពងនាគយកចេញមកក្រៅតែម្ដងលូហ្វាននៅពេលឃើញបែបនេះគឺភ័យខ្លាំងមែនតើខ្លាចគេយកពងរបស់គេទៅដោយសារពងនឹងលូហ្វានពិបាករកខ្លាំងមែនតើបើសិនជាលូហ្វានមិនមាននាគទេលូហ្វាននឹងមិនខ្លាំងនោះទេឬមិនខ្លាចជាអ្នកប្រយុទ្ធនឹងបានដែលអាចមិនចិញ្ចឹមជីវិតរៀងនឹងបានទេរួចហើយអាពួក2 3នាក់នឹងក៏បាននិយាយថាបើចង់បានពងនេះត្រូវតែសម្លាប់អាពេលលូហ្វាននឹងតតែបានរួចហើយក៏បានដើរសម្ដៅទៅកន្លែងពងនាគតែម្ដងទៅហើយក៏បាននិយាយថាសុននឹងស្អាតខ្លាំងមែនតើរួចហើយនារីម្នាក់នោះយកកំបិតរកសម្លាប់លូហ្វានទៅហើយប៉ុន្តែពងនាគក៏ចាប់ផ្ដើមញាស់តែម្ដងនៅពេលនោះដែរពងនាគក៏បានប្រេះបាយលីស៊ូតែភីហោះឡើងទៅលើជាសត្វនាគយកហ្នឹងហើយគ្រប់គ្នាគឺភ្ញាក់ផ្អើលខ្លាំងមែនតើនៅពេលដែលឃើញនាគហោះឡើងទៅលើអញ្ចឹងព្រោះហើយអាពេលដែលមានកម្ពស់ជាង3ម៉ែត្រនោះដល់ពេលឃើញសត្វនាគអញ្ចឹងនាគក៏បានហក់មកវាប្រហារយកតែម្ដងក៏បានដាក់ឆាប់ឆ្វាច់អាពេលមានកម្ពស់3ម៉ែត្រនោះដួលខ្ពកយកទៅហើយអាពេលដែលភ្នែកខ្វាក់មួយចំហៀងនឹងក៏បានស្រែកជួយផងដោយសារវេនសម្រាប់នោះគឺនាគនឹងសម្រាប់អាពេលនឹងមុនទៀតហើយលូហ្វានក៏បានភ្ញាក់ផ្អើលខ្លាំងមែនតើថានាគទៅតែនឹងញ័រសោះហើយអ្វីក៏ខ្លាំង
ម្ល៉េះហើយលូហ្វានក៏បាននិយាយទៀតហើយថាគ្មានអ្វីចម្លែកទេគ្មានអ្នកណាអាចទប់ទល់នឹងសត្វនាគបានឡើយនៅពេលនោះនារីម្នាក់នោះរកសម្រាប់លូហ្វានបាត់ទៅហើយប៉ុន្តែនាគក៏បានឈរមុខនៅចំពោះមុខនាងនឹងតែម្ដងនារីដែលសោកសាន្តម្នាក់ហ្នឹងក៏បានញ័រដៃញ័រជើងបាត់ទៅនៅពេលដែលឃើញនាគហ្នឹងនៅឈរចំពោះមុខហើយនៅពេលដែលនារីម្នាក់នោះកំពុងតែភ័យខ្លាចនឹងសត្វនាគហ្នឹងលូហ្វានក៏បានរុញនាងចេញតែម្ដងលូហ្វានក៏បានប្រើសមត្ថភាពកោះហៅសត្វនាគហ្នឹងដើម្បីខ្លាចជាអ្នកគ្រប់គ្រងរបស់នាគហ្នឹងទៅនិយាយទៅមានតែលូហ្វាននោះទេដែលអាចកោះហៅសត្វនាគបានដោយសារគាត់ខ្លាចជាអ្នកគ្រប់គ្រងសត្វនាគគឺជាអាជីពដែលបានតេះទៅឃើញនឹងឯងអូតាមពិតទៅលូហ្វានមិនមែនជាអ្នកកោះហៅសត្វនាគនោះទេលូហ្វានគឺជាមេនាគគឺជាស្ដេចនាគនឹងឯងនៅពេលនោះដែរលូហ្វានក៏បានដោះសោជំនាញ Dragon ហើយលូហ្វានចេញមកគឺអំណាចខ្លាំងមែនតែនគឺមានសាច់នាគនៅលើក្បាលរបស់គេនឹងឯងហើយក៏បានសួរនារីម្នាក់នឹងថាតើអ្នកបានសម្លាប់មនុស្សបានប្រមាណអ្នកហើយនៅពេលនោះដែរលូហ្វានក៏បានប្រើជើងនាគនៅលើក្បាលនឹងសម្លាប់នាងបាត់ទៅហើយនៅពេលដែលលូហ្វានសម្លាប់ហើយនោះលូហ្វានក៏បាននិយាយអូនឲ្យទៀតហើយថាខ្ញុំហត់ខ្លាំងណាស់ទីបំផុតខ្ញុំបានដោះស្រាយវាបានហើយលូហ្វានសម័យចិត្តខ្លាំងមែនតែនក៏បានចាប់សត្វនាគឡើងទៅលើថាមិនអីទេខ្ញុំឆ្លងកាត់ការពញានឹងយកឈ្នះពីកម្រិតទាបទៅកម្រិតខ្ពស់បំផុតហើយលូហ្វាននិយាយថាខ្ញុំមិននឹកស្មានថាអ្នកនឹងខ្លាំងប៉ុណ្ណាបន្ទាប់ពីធ្វើឲ្យខ្ញុំប្រសើរឡើងនោះទេអូហូយលូហ្វានបានឈរលើក្បាលនាគនឹងយ៉ាងសង្ហាតែម្ដងណាគេថាលូហ្វានខ្សោយនោះមើលលូហ្វានទៅបាននាងគឺខ្លាំងមែនតើចាំមើលទៅពេលលូហ្វានទៅវិញអ្នកទាំងអស់គ្នាគឺភ្ញាក់ផ្អើលខ្លាំងមែនតើនឹកស្មានមិនដល់ថាលូហ្វានអស់ចាមហ្នឹងនោះទេមានអីអ្នកទាំងអស់គ្នាលូហ្វាននៅពេលបាននាងខ្លាំងម្យ៉ាងតើបើសិនជាអត់មាននាងហ្នឹងពួកគេនឹងសើចចំអកលូហ្វានហ្នឹងឯងគឺមិនខុសនោះទេអាការលូហ្វានបានខ្លាយជាមេនាគមិនតែមាននាគហ្នឹងអ្នកទាំងអស់គ្នាក៏បានសើចចំអកលូហ្វានមិនអាចដឹកនាំនាគបាននៅពេលដែលលូហ្វានយកនាគបានហ្នឹងខ្លាំងតែម្ដងណាគ្នាយើងលូហ្វានក៏បានអបសត្វនាគដែលតូចច្រឡឹងហ្នឹងតែម្ដងទៅវាគ្រាន់តែជាជ្រុងសម្រាប់ Dragon Master ដើម្បីកំចាត់អាជីពខ្សោយបំផុតប៉ុណ្ណោះនៅពេលដែលសត្វនាគធំហ្នឹងគឺខ្លាចជាកម្រិតខ្ពស់ហើយប៉ុន្តែបច្ចុប្បន្នហ្នឹងសត្វនាគនៅតូចនៅឡើយទេអញ្ចឹងលូហ្វាននៅកម្រិតខ្សោយនៅឡើយទេណាហើយលូហ្វានក៏បានរងនឹកឈ្មោះដាក់ឲ្យសត្វនាគរបស់គេហ្នឹងអូនិយាយទៅលូហ្វានស្រឡាញ់នាគហ្នឹងខ្លាំងមែនតើនៅពេលដែលលូហ្វានកំពុងដាក់ឈ្មោះគួរដាក់ឈ្មោះ Black King Kong វាដូចជាមិនសមនៅពេលដែលលូហ្វានកំពុងតែគិតយូរទៅស្រាប់តែនាគចាប់ផ្ដើមក្តៅយកតែម្ដងនៅពេលដែលក្តៅខ្លាំងពេកហ្នឹងលូហ្វានក៏បានប្រឡែងដៃទៅសត្វនាគក៏បានប្រែកាយទៅក្លាយជាមនុស្សស្រីដ៏ស្រស់ស្អាតតែមិនដូចជាមិនស្រស់ស្អាតនោះទេគឺចេញជាពណ៌ក្រហមគួរឲ្យខ្លាចវិញទេហើយលូហ្វានក៏បានឆ្ងល់ថានាគរបស់ខ្ញុំអាចផ្លាស់ប្ដូរទៅជារូបរាងមនុស្សបានហើយលូហ្វានក៏បានដោះសោបានមួយទៀតហើយប្រាក់រង្វាន់ 30% ដល់គ្រប់លក្ខណៈនិងធម្មពលវាយប្រហារ Dragon Torch គឺជាការវាយប្រហារដែលមានការខូចខាតខ្ពស់ខ្លាំងបំផុតហើយក្រញាំនាគក៏អាចបំផ្លាញដៃរបស់ខ្លួនបានដែរវាបំផ្លាញសត្វនាគមិនមែននិយាយពីកូននាគខ្មៅទេវាមើលទៅខ្ពស់ជាង5ឬ6ដងនៃគុណលក្ខណៈរបស់មនុស្សសាមញ្ញប៉ុន្តែលើនេះលូហ្វានគឺធ្វើវាដោយខ្លួនឯងវាក៏អាចកំទេចការជីពប្រយុទ្ធដែលមានកម្រិតដូចគ្នាបានផងដែរហើយលូហ្វានក៏បានពិនិត្យមើលសត្វនាគរបស់ខ្លួនដែរដូចជានារីហ្នឹងហើយពិនិត្យចុះពិនិត្យឡើងហ្នឹងបង្ហាញឲ្យឃើញថាជំនាញនេះនឹងគុណលក្ខណៈចិត្ត400ឯណោះគឺលូហ្វានមិនអាចធ្វើវាដោយខ្លួនឯងបាននោះទេទោះបីជាអ្នកជំនាញរបស់មនុស្សដែលមានភាពខុសគ្នា20កម្រិតក៏ដោយគឺមិនអាចជាគូប្រជែងរបស់សត្វនាគរបស់គាត់បាននោះទេលូហ្វានវាផ្អើលខ្លាំងមែនតែនៅពេលបានឃើញសត្វនាគរបស់ខ្លួនហ្នឹងគឺខ្លាំងអញ្ចឹងព្រោះហើយរឿងរបស់យើងក៏ចាប់ផ្ដើមស្លេះតែប៉ុណ្្នេះឯងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថារឿងនេះបន្តទៅមុខទៀតទៅជាយ៉ាងណាសូមអ្នកទាំងគ្នាជួយខមមិនម្នាក់មួយផងណាប៉ុន្តែភាគក្រោយអេមីនសុំចេញរឿងទឹកដីច្រឡំទឹកដីអ្នកកាន់កាប់ធម្មពលបិសាចតែម្ដងទេព្រោះហើយគឺអេមីនចេញម្ដង3-4ភាគដូរមករឿងនេះវិញអញ្ចឹងទៅព្រោះហើយដល់ពេលអស់ភាគអេមីននឹងឈប់ចេញហើយអេមីននឹងដូររឿងថ្មីតែម្ដងព្រោះហើយអេមីនក៏សូមជម្រាបលាតែប៉ុណ្្នេះឯង